ដីមន្ទីរពេទ្យបង្អែកក្រុងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យដែលមានទំហំជាង 17700 ម៉ែត្រការ៉េនៅកណ្ដាលក្រុងត្រូវបានផ្ទេរឲ្យក្រុមហ៊ុនឯកជន ELH ដែលពេលនេះកំពុងពុះជាដីលលក់ជាថ្នូរទៅនឹងការសាងសង់មន្ទីរពេទ្យថ្មីនៅចម្ងាយ5គីឡូម៉ែត្រពីក្រុងមន្ត្រីមូលដ្ឋានបញ្ជាក់ថាមន្ទីរពេទ្យបង្អែកដែលត្រូវបានសាងសង់តាំងពីឆ្នាំ1979នេះត្រូវបានផ្លាស់ចេញព្រោះទីតាំងចាស់លិចទឹកពេលភ្លៀងរំខានដល់ការផ្ដល់សេវាព្យាបាលលោកអ៊ីវដារាវុធប្រធានមន្ទីរពេទ្យបង្អែកក្រុងសេរីសោភ័ណ្ឌបានប្រាប់ News Today នៅថ្ងៃទី25ខែសីហាឆ្នាំ2026ថាមន្ទីរពេទ្យចាស់ដែលស្ថិតនៅភូមិមួយសង្កាត់ព្រះពន្លាបានផ្លាស់ទៅទីតាំងថ្មីនៅភូមិព្រះហូតសង្កាត់អូអំបិលកាលពីថ្ងៃទី29ខែមិថុនាឆ្នាំ2026លោកថាទីតាំងចាស់តែងតែលិចទឹកពេលមានភ្លៀងបង្កផលប៉ះពាល់ដល់សម្ភារៈពេទ្យនិងការផ្ដល់សេវាបើទោះបីជាក្រោយមកដាក់ប្រព័ន្ធលូរំដោះទឹកហើយក៏ដោយចំណែកមន្ទីរពេទ្យថ្មីស្ថិតលើដីទំហំ 22400 ម៉ែត្រការ៉េមានអគារចំនួន8ខ្នងលោកស្រីសុផលអភិបាលក្រុងសេរីសោភ័ណ្ឌប្រាប់ News Today ថាគម្រោងផ្លាស់មន្ទីរពេទ្យពីទីតាំងចាស់ទៅទីតាំងថ្មីនេះត្រូវបានរៀបចំយូរមកហើយនិងជាការសម្រេចរួមរវាងថ្នាក់ខេត្តនិងថ្នាក់ជាតិយោងតាមប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ចនិងក្រសួងមហាផ្ទៃដែល News Today ទទួលបានដីមន្ទីរពេទ្យចាស់ទំហំ 17763 ម៉ែត្រការ៉េត្រូវបានដកចេញពីបញ្ជីទ្រព្យសម្បត្តិរដ្ឋនិងផ្ទេរកម្មសិទ្ធិឲ្យក្រុមហ៊ុន ELH Cambodia Development ខណៈដែលដីទំហំ 22400 ម៉ែត្រការ៉េនិងអគារមន្ទីរពេទ្យថ្មីត្រូវកត់បញ្ចូលជាទ្រព្យសម្បត្តិរដ្ឋវិញភ្នាក់ងារផ្នែកលក់របស់ក្រុមហ៊ុន ELH បានឲ្យដឹងថាដីមន្ទីរពេទ្យនេះត្រូវបានរៀបចំពុះជា128ឡូដោយ1ឡូមានទំហំ4ម៉ែត្រ2គុណនឹង20ម៉ែត្រតម្លៃចាប់ពី120,000ដល់$140,000 News Today មិនទាន់ទទួលបានការបញ្ជាក់ថាដីមន្ទីរពេទ្យនេះត្រូវបានវាយតម្លៃប៉ុន្មានមន្ទីរពេទ្យថ្មីចំណាយសាងសង់អស់ប៉ុន្មានហើយថាតើទ្រព្យទាំងពីរដែលយកមកដោះដូរមានតម្លៃស្មើគ្នាឬយ៉ាងណានោះទេខណៈដែលលោកអភិបាលខេត្តអ៊ុំរាត្រីមិនទាន់ឆ្លើយតបគិតត្រឹមពេលចេញផ្សាយខ្ញុំរស់សុធាពី News Today NTTVវីកូឡារសជាតិនៃមោទនភាពជាតិ Our Cola Our Pride